ភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅរុស្ស៊ីដ៏កក់ក្ដៅមួយនៅក្នុងភូមិដ៏ស្ងប់ស្ងាត់កុមារាតារាកំពុងលេងបាល់យ៉ាងសប្បាយរីករាយនៅក្រោមផ្ទះរបស់គាត់ប្រាវភ្លាមនោះបាល់វ៉ាន់តប៉ាក់នឹងពាងទឹកដ៏ស្រស់ស្អាតរបស់លោកយាយបែកខ្ចាត់ខ្ចាយអូទេតារាភ័យណាស់គាត់ខ្លាចលោកយាយស្ដីបន្ទោសគាត់ក៏ប្រញាប់ប្រញាល់យកអំបែងពាងទៅលាក់នៅពីក្រួយសសរផ្ទះទោះបីជាបានលាក់វាហើយក៏ដោយក៏តារានៅតែមានអារម្មណ៍មិនល្អសោះក្នុងចិត្តរបស់គាត់មានអារម្មណ៍យ៉ាងសោកសៅមួយសន្ទុះក្រោយមកលោកយាយក៏ត្រឡប់មកផ្សារវិញជាមួយនឹងស្នាមញញឹមពេលមកដល់ក្រោមផ្ទះលោកយាយមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះបាត់ពាងទឹករបស់គាត់អូចម្លែកណាស់តើពាងទឹករបស់យាយបាត់ទៅណាហើយតារាមិនអាចទ្រាំនឹងអារម្មណ៍កំហុសបានគាត់ក៏យំហើយសារភាពប្រាប់លោកយាយលោកយាយចៅសុំទោសចៅលេងបាល់ហើយធ្វើឲ្យវាបែកចៅបានយកវាទៅលាក់លោកយាយមិនបានស្ដីបន្ទោសគាត់ទេគាត់បានអបតារាដោយក្តីស្រឡាញ់លោកយាយបានបង្រៀនតារានៅមេរៀនដ៏សំខាន់មួយចៅប្រុសពាងទឹកអាចរកថ្មីមកជំនួសបានប៉ុន្តែភាពស្មោះត្រង់មានតម្លៃណាស់មិនអាចកាត់ថ្លៃបានយាយសប្បាយចិត្តដែលចៅនិយាយការពិតចាប់ពីថ្ងៃនោះមកតារាតែងតែចងចាំថាភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត